ចំពោះ software update មានបងប្អូនជាច្រើនតែងតែបារម្ភថានៅពេល update ទូរស័ព្ទហើយធ្វើឲ្យទូរស័ព្ទនឹងគាំងដំណើរការលេងល្អថតរូបអត់ស្អាតដូចមុនទូរស័ព្ទឡើងក្តៅការនេះពេលខ្លះវាកើតឡើងមែនប៉ុន្តែវាកម្រកើតឡើងណាស់ហើយ software update នៅក្នុងទូរស័ព្ទឬក៏ tablet របស់យើងគឺមានប្រយោជន៍ច្រើនយើងនឹងទៅមើលទាំងអស់គ្នាក្រុមហ៊ុនទូរស័ព្ទ smartphone នីមួយៗបានចំណាយលុយជាច្រើនដើម្បីធ្វើយ៉ាងណាឲ្យ software នៅលើទូរស័ព្ទរបស់ខ្លួនបានដំណើរការបានល្អហើយធ្វើឲ្យអ្នកប្រើមានបទពិសោធន៍ល្អជាមួយទូរស័ព្ទរបស់ខ្លួនជាក់ស្ដែងយើងមើលដូចជាក្រុមហ៊ុន Apple Google ឬក៏ Samsung ឬនឹងក្រុមហ៊ុន smartphone ដទៃទៀតគឺតែងតែធ្វើយ៉ាងណាឲ្យទូរស័ព្ទរបស់ខ្លួនប្រើបានយូរហើយ software support ក៏បានយូរផងដែរទូរស័ព្ទខ្លះរហូតដល់7ឬក៏8ឆ្នាំក៏មានហើយបានជាគេធ្វើអានេះដើម្បីឲ្យអ្នកប្រើមានបទពិសោធន៍ល្អជាមួយនឹងក្រុមហ៊ុនទូរស័ព្ទរបស់ខ្លួនអញ្ចឹងឋានមានអីកើតឡើងនៅពេលដែលគេ update software ម្ដងការ update software នេះគឺដើម្បីធ្វើយ៉ាងណាធ្វើឲ្យមានភាពកាន់តែប្រសើរឡើងទៅលើ software ឬក៏ផ្នែកណាមួយនៃទូរស័ព្ទជាពិសេសគឺប្រព័ន្ធសុវត្ថិភាពទូរស័ព្ទនឹងឯងឲ្យតែគេឃើញចន្លោះប្រហោងកន្លែងណាគឺគេបំពេញហើយតទៅពីបំពេញគេតេស្តបន្ទាប់មកគេនឹងរុញឲ្យអ្នកប្រើធ្វើការ update តែម្ដងឧទាហរណ៍ថាកាមេរ៉ាទូរស័ព្ទឥឡូវនេះវាអត់សូវថតស្អាតទេអញ្ចឹងក្រុមហ៊ុននឹងព្យាយាមធ្វើណា update software ដើម្បីឲ្យទូរស័ព្ទថតបានកាន់តែល្អជាក់ស្ដែងដូចជាទូរស័ព្ទ Nasting ដែលខ្ញុំបានធ្វើ review ក្នុងវីដេអូមុនកាលពីគេផលិតដំបូង lens periscope របស់ទូរស័ព្ទ Nasting 3A Pro ហ្នឹងណាគឺมันអាចថតវីដេអូដល់កម្រិត 4K បានទេប៉ុន្តែរយៈពេលមួយខែជាងក្រោយមកគេបានសម្រេចចិត្តអនុញ្ញាតឲ្យ lens periscope ហ្នឹងអាចថតវីដេអូដល់កម្រិត 4K បាននេះគឺជាអត្ថប្រយោជន៍នៃការ update software នៅក្នុងទូរស័ព្ទរបស់យើងដូច្នេះសូមកុំខ្លាចទោះបីជាបញ្ហាកើតឡើងឧទាហរណ៍ថាយើង update មកវាធ្វើឲ្យ background app ក្នុងទូរស័ព្ទហ្នឹងឡើងច្រើនព្រោះទូរស័ព្ទឆាប់ក្តៅអញ្ចឹងបើបញ្ហាកើតឡើងមែនណាក្រុមហ៊ុនគេនឹងបញ្ចេញកំណែ update មួយទៀតភ្លាមៗនឹងតែម្ដងព្រោះអីគេអត់ចង់ឲ្យអ្នកប្រើមានបទពិសោធន៍អត់ល្អជាមួយនឹងទូរស័ព្ទរបស់ខ្លួនដែលបានផលិតហ្នឹងទេដូច្នេះសូមកុំខ្លាចសូម្បីតែ computer ក៏យើងត្រូវការធ្វើ Windows update ជាប្រចាំនាឡិកានេះក៏ត្រូវការ update software ជាប្រចាំសូម្បីតែឡានឥឡូវក៏យើងត្រូវការ update firmware ដែរឬក៏ឧបករណ៍អេឡិចត្រូនិកទៀតដូចជាកាមេរ៉ារបស់ខ្ញុំ lens របស់ខ្ញុំក៏ខ្ញុំត្រូវការ update firmware ជាប្រចាំផងដែរបើមានកំណែ update ថ្មីខ្ញុំនឹងធ្វើវាតែម្ដងខ្ញុំអត់ចាក់ស្ទើរនៅក្នុងការធ្វើវានោះទេអរគុណច្រើនយើងនឹងជួបគ្នានៅវីដេអូលើកក្រោយទៀត